សូមគោរពនឹងជម្រាបសួរខ្ញុំបាទឈ្មោះណនដារីគឺជាគ្រូបង្រៀនថ្នាក់ទី5នៅសាលាគួចប៊ីលីទូបេងស្ថិតនៅក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាមដោយសារតែស្ថានភាពបច្ចុប្បន្នជំងឺ Covid-19 ពុំទាន់ស្ងប់ស្ងាត់នៅឡើយដូច្នេះគឺតម្រូវឲ្យបងប្អូនសិស្សានុសិស្សទាំងអស់សិក្សាពីចម្ងាយជាមួយនឹងលោកគ្រូបន្តទៀតតាមរយៈបណ្ដាញសង្គមដែលមានដូចជា Facebook របស់ក្រសួងអប់រំយុវជននិងកីឡា Page គ្រូ Cambodia YouTube និងតាមប្រព័ន្ធទូរទស្សន៍ដូចជាទូរទស្សន៍ប៉ុស្តិ៍តតក2ទូរទស្សន៍ប៉ុស្តិ៍ Wiki TV និងទូរទស្សន៍ប៉ុស្តិ៍ខ្សែកាតជាច្រើនទៀតបាទដូច្នេះកូនៗទាំងអស់គ្នាកុំភ្លេចចូលរួមធ្វើអនាម័យជាប្រចាំដោយការលាងដៃជាមួយសាប៊ូឬក៏អាល់កុលឬក៏ជែលលាងដៃដើម្បីកម្ចាត់ពីមេរោគផ្សេងៗពិសេសនោះគឺជំងឺ Covid-19 បាទហើយកូនៗទាំងអស់គ្នាគឺត្រូវតែត្រៀមសម្ភារៈជាមួយលោកគ្រូដែលមានដូចជាសៀវភៅភាសាខ្មែរថ្នាក់ទី5បិចបន្ទាត់សៀវភៅសរសេរនិងសៀវភៅព្រាងជាដើមបាទអញ្ចឹងកូនៗអស់គ្នាអាចត្រៀមសម្ភារៈទាំងអស់នោះនៅលើតុទៅបាទអរគុណបងប្អូនអរគ្នាលោកគ្រូសង្ឃឹមថាបងប្អូនអរគ្នានឹងបានត្រៀមសម្ភារៈរួចរាល់បាទអញ្ចឹងយើងនឹងចាប់ផ្ដើមចូលមេរៀនប៉ុន្តែមុននឹងចាប់ផ្ដើមចូលមេរៀនគឺលោកគ្រូសូមរំលឹកទៅលើអ្វីដែលបងប្អូនអរគ្នាបានរៀនជាមួយនឹងលោកគ្រូតើថ្ងៃមុនភាសាខ្មែររបស់យើងរៀនពីអ្វីបាទគឺតាក់ទងជាមួយនឹងវេយ្យាករណ៍គឺគុណនាមបាទគុណនាមមានប៉ុន្មានប្រភេទបាទគុណនាមមាន2គឺប្រភេទគុណនាមប្រក្រតីនិងគុណនាមកំណត់ហើយលោកគ្រូក៏បានដាក់កិច្ចការផ្ទះឲ្យបងប្អូនអរគ្នាធ្វើតើបងប្អូនអរគ្នាបានធ្វើកិច្ចការផ្ទះដែរឬទេបាទលោកគ្រូសង្ឃឹមថាបានធ្វើហើយយើងនឹងបងប្អូនអរគ្នាចាប់ផ្ដើមយកសៀវភៅកិច្ចការផ្ទះមកដើម្បីកែទាំងអស់គ្នានឹងទៀងទាត់ថាត្រូវឬក៏ខុសលោកគ្រូសង្ឃឹមថាបងប្អូននឹងធ្វើត្រឹមត្រូវបាទតែឥឡូវយើងមើលកិច្ចការផ្ទះរបស់យើងគឺទីកគេឲ្យយើងស្រង់គុណនាមគឺស្រង់គុណនាមប្រក្រតីនិងគុណនាមកំណត់បាទនៅក្នុងល្បះខាងក្រោមឲ្យបានត្រឹមត្រូវអញ្ចឹងយើងចាប់ផ្ដើមមើលលើឧទាហរណ៍ទី1សុខាជាសិស្សពូកែនាងតែងទទួលបាននិទេសល្អឥឡូវបងប្អូនមើលត្រូវថាមួយណាវាជានាមសិនបានយើងដឹងថាវាជាគុណនាមមួយណាអញ្ចឹងនាមគឺមានពាក្យសិស្សពាក្យសុខាបាទនិងនិទេសគឺជានាមអញ្ចឹងពាក្យដែលជាគុណនាមគឺវានៅក្បែរនាមមានន័យថានៅខាងស្ដាំនាមបាទគឺពាក្យពូកែបាទមួយទៀតមើលតទៀតបាទពាក្យល្អអញ្ចឹងតើពាក្យទាំងពីរនេះវាជាគុណនាមអ្វីបាទគឺវាជាគុណនាមប្រក្រតីដែលពូកែដែលបញ្ជាក់ឲ្យពាក្យសិស្សល្អគឺបញ្ជាក់ឲ្យពាក្យនេះនិទេសបាទទី2រូបចម្លាក់នេះគឺជាព្រះនាងអន្តរទេវីបាទគឺពាក្យដែលជាគុណនាមគឺពាក្យនោះសំទោសមិននេះណានោះបាទអញ្ចឹងនោះគឺបញ្ជាក់ឲ្យពាក្យរូបចម្លាក់បាទអញ្ចឹងវាជាគុណនាមគុណនាមកំណត់បាទសំទោសមិនមែនប្រក្រតីទេគឺកំណត់ជីតាខ្ញុំជាជនគំរូនៅក្នុងភូមិនេះបាទបន្តពាក្យដែលជាគុណនាមគឺពាក្យខ្ញុំពាក្យបន្តទៀតបាទនេះតើកូនគិតថាហេតុអ្វីបានប្អូនយកពាក្យខ្ញុំនិងពាក្យនេះបាទខ្ញុំគឺជំនួសឲ្យពាក្យជីតាបាទដល់ពេលនេះគឺភូមិវាជាប្រភេទគុណនាមកំណត់តើគាត់ធ្វើការល្អដែរឬទេពាក្យណាដែលជាគុណនាមកូនមើលផ្លែតមានសញ្ញាសួរប្រកាសជាមានជាគុណនាមមាននៅក្នុងនឹងដែរហើយតោះពាក្យដែលជាគុណនាមគឺល្អបាទល្អគឺបញ្ជាក់ឲ្យការងារហ្នឹងគឺល្អដោយឡែកលោកគ្រូប្រហែលជាគិតថាបងប្អូនអរគ្នាប្រហែលជាគូសនឹងពាក្យឬទេហើយមើលទៅព្រោះគិតថាវាបញ្ជាក់នៃការសួរតាមពិតឬទេមិនមែនជាគុណនាមកំណត់ក្នុងការសួរទេពាក្យដែលជាគុណនាមគឺល្អនៅក្នុងល្បះនេះពាក្យល្អគឺជាគុណនាមប្រក្រតីណាបាទទី5គាត់ជាស្ត្រីដំបូងដែលមានឈ្មោះល្បីនៅក្នុងប្រវត្តិសាស្ត្រពាក្យដែលជាគុណនាមបាទគឺពាក្យ
ល្បីបាទកូនអញ្ចឹងនៅក្នុងល្បះទី5នេះមានន័យថាពាក្យល្បីនេះគឺបញ្ជាក់ឲ្យឈ្មោះបាទគឺឈ្មោះហ្នឹងគឺល្បីដោយនៅក្នុងពាក្យខ្ញុំនេះជីតាខ្ញុំនេះគឺបញ្ជាក់ថាជាម្ចាស់កម្មសិទ្ធិបាទជាម្ចាស់កម្មសិទ្ធិភូមិនេះហ្នឹងគឺបញ្ជាក់ឲ្យពាក្យភូមិបាទអញ្ចឹងកូនយល់អីអញ្ចឹងគុណនាមមានន័យថាជាការបញ្ជាក់លក្ខណៈឲ្យនាមតែនៅក្នុងប្រភេទនៅក្នុងនេះគឺវាមានប្រភេទគុណនាមកំណត់ផងគុណនាមប្រកបដោយផងបាទតោះយើងទៅដល់នៅក្នុងលំហាត់ខគេថាចូលតែងល្បះដោយប្រើគុណនាមប្រក្រតីឬគុណនាមកំណត់ខាងក្រោមតើឲ្យមួយពាក្យហ្នឹងឲ្យបានមួយល្បះឥឡូវពាក្យទី1ពាក្យ3អញ្ចឹងយើងចាប់ផ្ដើមតែងតែក្នុងការតែងល្បះនេះលោកគ្រូគិតថាបងប្អូនអរគ្នាប្រកាសជាមានអាចតែងដូចលោកគ្រូខ្លះខុសលោកគ្រូខ្លះក៏ប៉ុន្តែសំខាន់គឺយើងយល់ពីទីតាំងនាមនិងគុណនាមដោយប្រើគុណនាមហ្នឹងឲ្យបានត្រឹមត្រូវតោះអញ្ចឹងចាប់ផ្ដើមទី1ពាក្យ3អញ្ចឹងលោកគ្រូចាប់ផ្ដើមដាក់តែម្ដងសពទៅស្រែទៅស្រែម៉ោង3បាទម៉ោង3លោកគ្រូចង់សរសេរជាអក្សរបងប្អូនចង់សរសេរជាលេខអត់អីទេវាអត់ខុសប៉ុន្មានទេដោយសារតែពាក្យ3នេះសំខាន់លើបងប្អូនអ្នកសរសេរទេបាទអញ្ចឹង3គឺជំនួសឲ្យម៉ោងអញ្ចឹងម៉ោងវាជានាមណាបាទនេះអញ្ចឹងបន្តទៀតសៀវភៅនេះបាទនេះគឺជាសៀវភៅជានាមហើយអញ្ចឹងសៀវភៅនេះបាទនេះល្អណាស់ល្បះទី3ខ្ញុំអាវជានាមអញ្ចឹងបើមាននាមដាក់ពាក្យខ្ញុំនៅកន្លែងហ្នឹងមកជាគុណនាមហើយអញ្ចឹងអាវខ្ញុំទិញនៅឯផ្សារបាទទី4វែងសុខាមានក្រចកបាទក្រចកវែងទី5ទៀបដើមស្រូវមានកម្ពស់ទៀបចុងក្រោយក្រធីតាក្រមែនតែនាងចិត្តល្អណាស់បាទអរគុណច្រើនបងប្អូនអរគ្នាលោកគ្រូសង្ឃឹមថាបងប្អូនអរគ្នានឹងបានធ្វើបានត្រឹមត្រូវដោយបញ្ជាក់ទីតាំងរបស់គុណនាមនឹងឲ្យបានត្រឹមត្រូវឥឡូវយើងមើលលើឧទាហរណ៍លោកគ្រូគិតថាយើងអត់បានតែងល្បះដោយលោកគ្រូទាំងអស់ទេប៉ុន្តែសំខាន់គឺលើទីតាំងរបស់វាឧទាហរណ៍ដូចពាក្យខ្ញុំបងអាចថាពាក្យល្បះផ្សេងបានដោយលោកគ្រូអញ្ចឹងអាវខ្ញុំទិញនៅឯផ្សារអញ្ចឹងពាក្យខ្ញុំនេះគឺបញ្ជាក់ឲ្យអាវនេះតើណែអញ្ចឹងសំខាន់គឺបងប្អូនអរគ្នាយល់ពីទីតាំងរបស់គុណនាមឲ្យបានត្រឹមត្រូវអរគុណច្រើនលោកគ្រូសង្ឃឹមថា
ban trầm trời từng ọc khía hay bom ổn cho rùm cài đầm rơi và sân dân bánh hà khóc vào lại ná ôn ạch mở tàm nắng hết cài đầm rơi màu bạn ọc con tràn chương dân chập đàm châu mê riêng đọc bỏ dưỡng ta lấy môn châu mê riêng dân sừng cây tờ mơ lơ rụng đi mùi sần còn ta bom ổn từng ọc khía ban khơi rụng sầm nặng mùi ní tế nơi tam xà la đọc bỏ ổn rư có ổn ban khơi nơi cả lại nạc làលោកគ្រូគិតថាបងប្អូនអរគ្នាអាចបានស្គាល់ថាលោកជានរណាបាទអញ្ចឹងថ្ងៃនេះយើងរៀនអំពីគាត់តែម្ដងថាតើគាត់មានស្នាដៃអីខ្លះហើយគាត់ជាវីរៈជនឆ្នើមយ៉ាងម៉េចនៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងយើងរៀនពីភាសាខ្មែរថ្នាក់ទី5ដដែលគឺមេរៀនទី1វីរៈជនឆ្នើមបាទតកតងជាមួយនឹងអំណានគឺសម្ដេចព្រះសង្ឃរាជជួនណាតបាទអញ្ចឹងយើងតាក់ទងជាមួយនឹងសម្ដេចព្រះសង្ឃរាជគឺសង្ឃរាជជួនណាតគឺនៅក្នុងទំព័រទី10និងទំព័រទី11បាទបងប្អូនអរគ្នាអាចបើកសៀវភៅទំព័រទី10និងទំព័រទី11ហើយបងប្អូនសង្កេតទៅលើមើលទៅលើរូបភាពហ្នឹងថាតើនៅក្នុងហ្នឹងតើគាត់កំពុងធ្វើអីហើយយើងមើលគាត់គិតថានៅក្នុងរូបភាពជាមួយនឹងចំណងជើងតើវាមានអត្ថន័យនិងខ្លឹមសារដូចម្ដេចខ្លះឬក៏គេចង់និយាយពីអ្វីលោកគ្រូក៏មានរូបភាពឲ្យបងប្អូនអរគ្នាបានមើលដែរបាទអញ្ចឹងនៅក្នុងរូបភាពនេះគឺបងប្អូនឃើញព្រះសង្ឃមើលទៅជាព្រះសង្ឃមួយអង្គដែលមានព្រះនាមថាប្រហែលជាព្រះសង្ឃរាជជួនណាតហើយបងប្អូនមើលមានសៀវភៅបាទសៀវភៅបងប្អូនអរគ្នាបានឃើញសៀវភៅនឹងទេហើយជាអាចបានស្គាល់បាទសៀវភៅនេះគឺជាសៀវភៅវចនានុក្រមខ្មែររបស់យើងដែលឲ្យមានរូបរបស់ព្រះអង្គនៅលើនឹងទៀតបាទអញ្ចឹងបងប្អូនគិតថាតាមរយៈរូបភាពជាមួយនឹងចំណងជើងយើងចង់និយាយអំពីអ្វីបងប្អូនអាចទូទាយឲ្យលោកគ្រូបានទេបាទអរគុណលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចទូទាយបានគិតថាសៀវភៅនេះជាស្នាដៃរបស់នរណាណោះបាទអញ្ចឹងបងប្អូនទាំងអស់គ្នាបើកសៀវភៅទំព័រទី10 11ហើយអានមេរៀនហើយនៅក្នុងមេរៀនអំណាចនេះដែរក៏គេមានគោលបំណងឲ្យបងប្អូនទាំងអស់គ្នាបានដឹងអំពីសេចក្តីលម្អិតរបស់អត្ថបទដែលជាស្នាដៃរបស់សម្ដេចព្រះសង្ឃរាជជួនណាតនិងស្វែងយល់នៅពាក្យពិបាកពាក្យកន្លឺឬក៏បញ្យល់ពាក្យបដិស័ព្ទនិងវេវចនស័ព្ទឲ្យបានត្រឹមត្រូវហើយមួយវិញទៀតគឺចូលរួមថែរក្សានៅសម្បត្តិដែលបន្សល់ទុករបស់សម្ដេចព្រះសង្ឃរាជជួនណាតបាទអញ្ចឹងបងប្អូនបើកសៀវភៅឲ្យបងប្អូនអានហើយរកពាក្យពិបាកបាទចាប់ផ្ដើមអានទៅបាទអរគុណច្រើនឥឡូវយើងចាប់ផ្ដើមចូលរួមអានជាមួយលោកគ្រូបានស្រង់ពាក្យពិបាកនៅក្នុងសៀវភៅឬក៏ពាក្យដែលបងប្អូនមិនទាន់យល់ន័យ
តោះចាប់ផ្ដើមមើលទាំងអស់គ្នាមួយពាក្យពិបាកឬក៏ពាក្យកន្លឺអក្សរសាស្ត្រស្ដាប់សិនណាអក្សរសាស្ត្រទស្សនកិច្ចគណៈប្រតិភូព្រះត្រៃបិដកវចនានុក្រមសំស្ក្រឹតពុទ្ធសករាជឆស័កម្ដងទៀតអក្សរសាស្ត្រទស្សនកិច្ចគណៈប្រតិភូព្រះត្រៃបិដកវចនានុក្រមសំស្ក្រឹតព្រះពុទ្ធសករាជឆស័កតោះឥឡូវបងប្អូនទាំងគ្នាអានចាប់ផ្ដើមអានបាទអរគុណច្រើនបាទពាក្យកន្លែងនេះវចនានុក្រមតែជាទូទៅគឺបងប្អូនអរគ្នាតែនិយាយថាវចនានុក្រមនឹងភាសានិយាយតែពេលភាសាអានរបស់យើងសូរអានរបស់យើងវចនានុក្រមបាទចឹងនៅក្នុងនេះគឺលោកគ្រូចង់ឲ្យបងប្អូនអរគ្នារកបញ្យលពាក្យចំនួន3ដែលពាក្យតែនោះមានដូចជាឆស័កបាទសង្កេតឆស័កគណៈប្រតិភូនិងពាក្យវចនានុក្រមបងប្អូនអាចរកន័យនៃពាក្យទាំង3នេះនៅក្នុងបទានុក្រមនៅខាងក្រោយសៀវភៅរបស់យើងឬក៏បងប្អូនអាចគិតដោយខ្លួនឯងបានថាតើពាក្យទាំង3មានន័យដូចម្ដេចបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងសង្កេតមើលទាំងអស់គ្នាហើយយើងនឹងទៀងទាត់ថាចម្លើយរបស់បងប្អូនត្រឹមត្រូវដែរឬទេបាទនៅក្នុងបញ្យលពាក្យទាំង3គឺយើងបានន័យរបស់វាហើយបាទបញ្យលពាក្យគណៈប្រតិភូគឺថ្នាក់ពាក្យជានាមមានន័យថាជនមួយក្រុមដែលចាត់ជាតំណាងប្រទេសឬតំណាងក្រសួងណាមួយឆស័កថ្នាក់ពាក្យជានាមមានន័យថាស័កទី6ក្នុងចំនួនស័ក10ឆ្នាំអញ្ចឹងបងប្អូនអាចចង់ដឹងថាតើស័កទាំង10ហ្នឹងមានស័កអីខ្លះបងប្អូនអាចស្រាវជ្រាវឃើញនៅក្នុងកម្មវិធីរបស់សម្ដេចសង្ឃរាជជណាតគាត់នឹងប្រាប់ឲ្យថាតើស័កទាំង10មានស័កអីខ្លះបាទអញ្ចឹងគេថាឆស័កហ្នឹងគឺស័កទី6ក្នុងចំនួនស័ក10ឆ្នាំបាទវចនានុក្រមគឺជាសភៅមួយក្បាលដែលនេះបងប្អូននឹងឃើញនៅក្នុងរូបភាពគឺជាឈ្មោះសិភៅរៀបលំដាប់ពាក្យនិងបញ្យលន័យរបស់ពាក្យហើយគេរៀបតាមលំដាប់អក្សរទៀតកខកខងរហូតដល់បាទអអញ្ចឹងនៅក្នុងហ្នឹងគឺគេរៀបតាមលំដាប់អក្សរហើយស្រៈតាមនឹងទៀតបាទអញ្ចឹងបងប្អូនអាចចូលរួមអានហើយស្វែងយល់ពាក្យទាំង3នេះឲ្យកាន់តែច្បាស់អាចអានបញ្យលពាក្យសិនទៅបាទក្រៅពីបញ្យលពាក្យគឺយើងមានមួយទៀតគឺបាទបដិស័ព្ទវេនិងវេវចនស័ព្ទបដិស័ព្ទហ្នឹងគឺជាពាក្យផ្ទុយវេវចនស័ព្ទគឺជាពាក្យដែលមានន័យដូចគ្នាតើបដិស័ព្ទនឹងពាក្យកោតសរក៏បងប្អូនអរគ្នាគិតថាពាក្យអ្វីហើយស្ទាត់ជំនាញបដិស័ព្ទនឹងពាក្យអ្វីវេវចនស័ព្ទគឺពាក្យន័យដូចនឹងពាក្យតិវង្គតបាទតិវង្គតមានពាក្យអ្វីខ្លះបាទតោះយើងចាប់ដើមមើលចម្លើយតែម្ដងអញ្ចឹងកោតសរសើរគឺបដិស័ព្ទនឹងពាក្យបាទបន្តោះបង្អាប់មានថាសរសើរហើយគេតែនិយាយថាបង្អាប់ណាបាទបន្តោះបង្អាប់ស្ទាត់ជំនាញបដិស័ព្ទនឹងពាក្យបាទស្ទាក់ស្ទើរស្ទាត់ជំនាញមានថាចេះខ្លាំងណាស់អញ្ចឹងដល់ពេលស្ទាក់ស្ទើរអត់ចេះទេហ៎ចេះតិចអត់បន្តិចបាទវេវចនស័ព្ទនឹងពាក្យតិវង្គតវិញតិវង្គតមានន័យថាម៉េចទៅ
bà tị bằng cốt cứ dương pra nơi không phía xa đi cái sáp cho mùi nơi có cái hai thằng phía xa đánh đó bà tị bằng cốt cứ mi này thằng slap chắc này đôi thằng phía slap bà slap bị ở bài tiết bà phía cho phía xa này không pra sang vĩnh bà sụp cốt nó pra sang sụp cốt mi là slap đài sụp cốt cho phía xa đã bọc pra phốt vĩnh bà pra phốt cứ nấp biển bà nấp biển bà a chi mô ná bà mô ná bà bờ phở phía xa sát vẫn cứ bà ngọp chỉ tôi tới sát chờn cho thằng ngọp mô ná ta miền tiết ná bọn ạch miền tiết để chỉ say sẵn say thằng ôn không sát ta chia này đôi nông phía tị vòng cột bà ở con tràn ta dân chập đam cho rùm an thằng ọc đi cho mỗi nơi lực rú bảy bạn để sạp cao sò xá bạn để sạp nâng pi bằng to bằng áp start chầm niếng bạn để sạp nâng pi stẹ stớ về vật chân sạp tị vòng cốt miền slap sụp cốt nập biến mô rná ngóp mô rná hai miền pi xê tiệt bà ở con tràn chẳng bọn bọn nó khniếp ba là sắc xa tới lờ còn dồn pia bị ba bạn để sạp về và chỉ là sạp hai dương thì chập đám bọn bạn dồn chập ba hai chân dương thì chập đám tại đó tới lờ ắt bát ở bảo dương bọn bọn ai an tới lờ ắt bát ở bảo dương đám bấy sao sầm nùa còn ta muốn đừng dương chập đám an tới lờ sao sầm nùa dương bán cứ bọn nó khniếp chia diêm được không cả an ắt bát đó ắt bát ở dương chỉ tục đã lấy bọn ai an đời nghiêm ngặt sân tớiបាទអរគុណច្រើនចឹងយើងចាប់ដើមអានសំណួរចូលរួមអានសំណួរជាមួយលោកគ្រូទាំងអស់គ្នាសំណួរ1តើសម្ដេចព្រះសង្ឃរាជជួនណាតមានស្នាព្រះហស្ថអ្វីខ្លះ2តើស្នាព្រះហស្ថមួយណាដែលល្បីល្បាញជាងគេ3តើសម្ដេចព្រះសង្ឃរាជជួនណាតមានទឹកចិត្តដូចម្ដេចចំពោះប្រទេសជាតិ4ក្នុងនាមជាអ្នកសិក្សាតើអ្នកត្រូវរៀនសូត្រអ្វីខ្លះពីព្រះអង្គបាទម្ដងទៀតសំណួរ1តើសម្ដេចព្រះសង្ឃរាជជួនណាតមានស្នាព្រះហស្ថអ្វីខ្លះអញ្ចឹងស្នាព្រះហស្ថហ្នឹងគឺស្នាដៃណា2តើស្នាព្រះហស្ថមួយណាដែលល្បីល្បាញជាងគេ3តើសម្ដេចព្រះសង្ឃរាជជួនណាតមានទឹកចិត្តដូចម្ដេចចំពោះប្រទេសជាតិ4ក្នុងនាមជាអ្នកសិក្សាតើអ្នកត្រូវរៀនសូត្រអ្វីខ្លះពីព្រះអង្គបាទអរគុណច្រើនអញ្ចឹងដើម្បីឆ្លើយសំណួរនេះបានយើងចាប់ផ្ដើមអានសំណួរអានអត្ថបទហ្នឹងម្ដងទៀតតែមិញលោកគ្រូបានឲ្យបងប្អូនអានមួយសារអញ្ចឹងបងប្អូនអាចព្យាយាមអានម្ដងទៀតលោកគ្រូទុកពេលឲ្យបងប្អូនអាច1នាទីដើម្បីឆ្លើយទៅនឹងសំណួរនេះតោះឥឡូវបងប្អូនចាប់ផ្ដើមអានសិនទៅដើម្បីឆ្លើយសំណួរនេះបានអញ្ចឹងលោកគ្រូចាប់ផ្ដើមអានជាមួយបងប្អូនតែម្ដងតោះបងប្អូនអាចយកចង្អុលដៃរបស់បងប្អូនអាចចង្អុលទៅលើអត្ថបទរបស់យើងអំណានសម្ដេចព្រះសង្ឃរាជជួនណាតកាលណាគេនិយាយអំពីអក្សរសាស្ត្រខ្មែរគេតែងនិយាយពីមនុស្សម្នាក់ដែលមានឈ្មោះល្បីជាងគេនៅក្នុងប្រទេសកម្ពុជានោះគឺសម្ដេចព្រះសង្ឃរាជជួនណាតសម្ដេចព្រះសង្ឃរាជជួនណាតប្រសូតនៅថ្ងៃ11រោចខែផល្គុន
ឆ្នាំវកឆស័កពុទ្ធសករាជ2427ត្រូវនឹងថ្ងៃទី11មីនា ឆ្នាំ1883នៅភូមិកំរៀងឃុំរកាកោះស្រុកកោងពិសីខេត្តកំពង់ស្ពឺញោមប្រុសនាមព្រំជួននិងញោមស្រីនាមយក់កាលពីកុមារភាពលោកបានទៅស្នាក់នៅនិងរៀនសូត្រជាមួយលោកគ្រូសូត្រស្ដាំព្រះនាមមនៅវត្តពលយមឃុំរលាំងកែនស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលលុះចម្រើនវ័យ14ឆ្នាំលោកបានបួសរហូតដល់ឆ្នាំ1899លោកបាននិមន្តមកកាន់វស្សានៅវត្តឧណាឡោមរាជធានីភ្នំពេញលោកបានរៀនភាសាបាលីសំស្ក្រឹតចេះចាំយ៉ាងស្ទាត់ជំនាញរីឯភាសាបរទេសវិញលោកចេះភាសាបារាំងអង់គ្លេសសៀមឡាវនិងវៀតណាមបានល្អបង្គួរលោកមានស្នាប្រហ័សធំជាច្រើនទាំងផ្លូវលោកទាំងផ្លូវធម៌លោកបានចូលរួមកសាងសាលារៀនមន្ទីរពេទ្យស្ពានថ្នល់ទំនប់ទឹកវចនានុក្រមខ្មែរបទនគររាជគឺចម្រៀងគោរពទង់ជាតិសប្តាហ៍ថ្ងៃខាងផ្លូវធម៌លោកបាននិពន្ធសៀវភៅធម៌នានាប្រែគម្ពីរព្រះត្រៃបិដកកសាងវត្តអារាមឡាក់លើសពីនេះទៅទៀតលោកបាននិមន្តដឹកនាំគណៈប្រតិភូទៅប្រជុំផ្នែកពុទ្ធសាសនានៅប្រទេសបារាំងឥណ្ឌូនេស៊ីភូមាស្រីលង្កាជាដើមជាមួយសកម្មភាពនេះដែរសម្ដេចបាននាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅកម្ពុជាក្រោមដើម្បីផ្ដល់គំនិតរៀបចំវត្តអារាមជាច្រើនសម្រាប់ជនជាតិខ្មែរយើងនៅទីនោះធ្វើបុណ្យទាននិងជាមណ្ឌលជួបជុំតាក់ទងគ្នាពិសេសរៀនអក្សរខ្មែរនៅគ្រិស្តសករាជ1963ប្រជាជនខ្មែរទូទាំងប្រទេសប្រជាជនខ្មែរទាំងមូលបានថ្វាយឋានៈព្រះអង្គថាសម្ដេចសង្ឃរាជថ្នាក់ទី1ហើយជាបណ្ឌិតអក្សរសាស្ត្រខ្មែរអក្សរសាស្ត្រទី1នៅគ្រិស្តសករាជ1964សម្ដេចជោតិវង្គតនៅគ្រិស្តសករាជ1969ក្នុងព្រះជន្មាយុ86ព្រះវស្សានាវត្តឧណាឡោមរាជធានីភ្នំពេញប្រជាជនខ្មែរទាំងអស់សុទ្ធតែគោរពកោតសរសើរចងចាំនិងប្រើប្រាស់ស្នាប្រហ័សដ៏ថ្លៃថ្លារបស់លោករហូតដល់សពថ្ងៃនេះបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាតាមរយៈបងប្អូនអានចំនួន 2-3 ដងជាមួយនឹងលោកគ្រូអានឲ្យបងប្អូនស្ដាប់បងប្អូនអាចឆ្លើយសំណួរបានហើយតើឥឡូវយើងចាប់ដើមឆ្លើយសំណួររបស់យើងគេសួរថាតើសម្ដេចព្រះសង្ឃរាជជួនណាតមានស្នាប្រហ័សអ្វីខ្លះមានន័យថាគាត់បានកសាងស្នាដៃនឹងអ្វីខ្លះទុកឲ្យយើងជំនាន់ក្រោយនឹងបាទអញ្ចឹងចម្លើយបងប្អូនអាចឆ្លើយបានទេបាទលោកគ្រូសង្ឃឹមថាបងប្អូនអាចឆ្លើយបានអញ្ចឹងចម្លើយគឺសម្ដេចព្រះសង្ឃរាជជួនណាតហ្នឹងគឺលោកមានស្នាប្រហ័សឬក៏ស្នាដៃជាច្រើនដូចជាគឺគាត់បានបង្កើតជាសៀវភៅវចនានុក្រមខ្មែរដែលយើងប្រើសពថ្ងៃហើយគាត់បានចូលរួមបាទរៀនកសាងនៅសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់មានស្ពានហើយនឹងមួយទៀតគឺបទចម្រៀងដែលយើងប្រើច្រៀងសពថ្ងៃគឺបទគោរពទង់ជាតិគឺបទនគររាជបាទហើយនឹងមានមួយទៀតគឺគាត់បានកសាងនៅបង្កើតនៅសៀវភៅធម៌សម្រាប់ឲ្យយើងសិក្សារៀនសូត្រនៅក្នុងបម្រើនៅក្នុងព្រះពុទ្ធសាសនាហើយមួយទៀតក៏គាត់បានទៅរៀបចំបាទស្នាប្រហ័សរបស់គាត់គឺបានទៅរៀបចំនៅវត្តអារាមនៅកម្ពុជាក្រោមរបស់យើងបាទអរគុណច្រើនអញ្ចឹងគេសួរមួយទៀតសំណួរទី2គេសួរថាក្នុងចំណោមស្នាដៃទាំងអស់ហ្នឹងតើស្នាប្រហ័សមួយណាដែលល្បីល្បាញជាងគេឥឡូវកូនគិតថាមួយណាដែលល្បីល្បាញជាងគេបាទគឺល្បីល្បាញជាងគេគឺជាសៀវភៅវចនានុក្រមខ្មែរហ្នឹងហើយដែលនៅក្នុងរូបភាពរបស់យើងលោកគ្រូបង្ហាញហ្នឹងគឺជាសៀវភៅវចនានុក្រមខ្មែរដែលបម្រើឲ្យអ្នកសិក្សាទាំងអស់ហ្នឹងគឺបានសិក្សាទាំងអស់គ្នាគ្រប់កម្រិតថ្នាក់ទាំងអស់អញ្ចឹងគឺជាសៀវភៅមួយដែលមានភាពល្បីល្បាញ បាទអរគុណច្រើន តើ
សំណួរទី3គេសួរថាតើសម្ដេចព្រះសង្ឃរាជជួនណានឹងមានទឹកចិត្តដូចម្ដេចចំពោះប្រទេសជាតិថាគាត់មានទឹកចិត្តដូចម្ដេចបើចំណងជើងមេរៀនទី1របស់យើងគេថាវីរៈជនឆ្នើមអញ្ចឹងគាត់ថាគាត់ជាវីរៈជនឆ្នើមចុះគាត់មានទឹកចិត្តយ៉ាងម៉េចបាទអរគុណច្រើនគឺគាត់មានទឹកចិត្តស្រឡាញ់ស្នេហាជាតិដោយបង្កើតនៅសៀវភៅឬក៏ទីកន្លែងផ្សេងសម្រាប់បម្រើឲ្យកូនខ្មែរចំនួនក្រោយនេះហើយគឺគាត់មានទឹកចិត្តស្រឡាញ់ស្នេហាជាតិមែនតើហើយមួយទៀតគឺគាត់ជាមនុស្សដែលខិតខំបាទសិក្សាស្រាវជ្រាវឬក៏រៀនសូត្របាទសំណួរទី4ក្នុងនាមជាអ្នកសិក្សាឬក៏ក្នុងនាមបងប្អូនទាំងអស់គ្នាហ្នឹងតើបងប្អូនទាំងអស់គ្នានឹងត្រូវរៀនសូត្រអ្វីខ្លះពីព្រះអង្គបងឯងគិតថាតើបងប្អូនត្រូវរៀនសូត្រអ្វីខ្លះពាក្យថារៀនសូត្រមានថាយកចំណុចល្អរបស់គាត់អ្វីខ្លះដើម្បីយកមករៀនសូត្របើសិនជាចម្លើយរបស់លោកគ្រូតើត្រូវជាមួយនឹងចម្លើយរបស់បងប្អូនដែរឬទេគឺយើងត្រូវតែខិតខំសិក្សារៀនសូត្រដូចនឹងព្រះអង្គដែរបាទខិតខំសិក្សារៀនសូត្របាទដើម្បីជាកសាងជាចំណេះដឹងសម្រាប់ខ្លួនឯងនិងកសាងប្រទេសជាតិទាំងមូលផងដែរហើយយើងត្រូវតែធ្វើតែអំពើល្អដូចត្រង់ចឹងគាត់បានកសាងសាលារៀនទីពេទ្យនេះគឺជាអំពើល្អមួយដែរដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិបាទអរគុណច្រើនអញ្ចឹងតាមរយៈអត្ថបទជាមួយនឹងការឆ្លើយរបស់ប្អូនធៀបជាមួយនឹងចម្លើយប៉ាន់ស្មានដែលលោកគ្រូឲ្យប្អូនប៉ាន់ស្មានកាលពីដើមមេរៀនតើបានត្រឹមត្រូវដែរឬទេឬក៏ដូចគ្នាដែរឬទេឬក៏ស្រដៀងគ្នាដែរឬទេបាទលោកគ្រូគិតថាប្រហែលជាស្រដៀងហើយឬក៏ដូចតែម្ដងបាទអរគុណច្រើនអរគុណចឹងការងារបន្តរបស់យើងគឺបងប្អូនអរគ្នាយើងចាប់ផ្ដើមអានអត្ថបទរបស់យើងម្ដងទៀតបាទឥឡូវយើងសង្កេតមើលហើយនៅពេលដែលពាក្យណាដែលបងប្អូនអរគ្នាអត់ទាន់ចេះអានឬក៏ចេះអានអត់ស្ទាត់ពេលលោកគ្រូអានលោកគ្រូចង្អុលបងប្អូនអាចដឹងហើយតោះបាទឥឡូវយើងចាប់ផ្ដើមអានទាំងអស់គ្នាកាលណាគេនិយាយអំពីអក្សរសាស្ត្រខ្មែរគេតែងនិយាយពីមនុស្សម្នាក់ដែលមានឈ្មោះល្បីជាងគេនៅក្នុងប្រទេសកម្ពុជានោះគឺសម្ដេចព្រះសង្ឃរាជជួនណាតសម្ដេចព្រះសង្ឃរាជជួនណាតប្រសូតមានន័យថាកើតបាទប្រសូតនៅថ្ងៃ11រោចខែផល្គុនឆ្នាំវកឆស័កពុទ្ធសករាជ2427ត្រូវនឹងថ្ងៃទី11ខែមីនាឆ្នាំ1883នៅភូមិកំរៀងឃុំរកាកោះស្រុកកើងពិសីខេត្តកំពង់ស្ពឺញោមប្រុសនាមព្រំជួននិងញោមស្រីនាមយក់កាលពីកុមារភាពលោកបានទៅស្នាក់នៅនិងរៀនសូត្រជាមួយលោកគ្រូសូត្រស្ដាំព្រះនាមម៉មនៅវត្តពលយមឃុំរលាំងកែនស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលលុះចម្រើនវ័យ14ឆ្នាំលោកបានបួសរហូតដល់ឆ្នាំ1899លោកបាននិមន្តមកកាន់វស្សានៅវត្តឧណាឡោមរាជធានីភ្នំពេញលោកបានរៀនភាសាបាលីសំស្ក្រឹតចេះចាំយ៉ាងស្ទាត់ជំនាញរីឯភាសាបរទេសវិញលោកចេះភាសាបារាំងអង់គ្លេសសៀមឡាវនិងវៀតណាមបានល្អបង្គួរលោកមានស្នាមព្រះហស្ថធំជាច្រើនទាំងផ្លូវលោកទាំងផ្លូវធម៌លោកបានចូលរួមកសាងសាលារៀនមន្ទីរពេទ្យស្ពានថ្នល់ទំនប់ទឹកវចនានុក្រមខ្មែរចម្រៀងបទនគររាជគឺចម្រៀងគ
គោរពទង់ជាតិសពថ្ងៃខាងផ្លូវធម៌លោកបាននិពន្ធសៀវភៅធម៌នានាប្រែគម្ពីរព្រះត្រៃបិដកកសាងវត្តអារាមឡាលើសពីនេះទៀតលោកបាននិមន្តដឹកនាំគណៈប្រតិភូទៅប្រជុំផ្នែកពុទ្ធសាសនានៅប្រទេសបារាំងឥណ្ឌូនេស៊ីភូមាស្រីលង្កាជាដើមជាមួយសកម្មភាពនេះដែរសម្ដេចបាននាំគណៈប្រតិភូទៅទស្សនកិច្ចនៅកម្ពុជាក្រោមដើម្បីផ្ដល់គំនិតរៀបចំវត្តអារាមជាច្រើនសម្រាប់ជនជាតិខ្មែរយើងនៅទីនោះធ្វើបុណ្យទាននិងជាមណ្ឌលជួបជុំតាក់ទងគ្នាពិសេសរៀនអក្សរខ្មែរនៅគ្រិស្តសករាជ1963ប្រជាជនខ្មែរទាំងមូលបានថ្វាយឋានៈព្រះអង្គថាសម្ដេចសង្ឃរាជថ្នាក់ទី1ហើយជាបណ្ឌិតអក្សរសាស្ត្រទី1នៅគ្រិស្តសករាជ1964សម្ដេចជោទីអង្កុតនៅគ្រិស្តសករាជ1969ក្នុងព្រះជន្មាយុ86ព្រះវស្សានាវត្តឧណាឡោមរាជធានីភ្នំពេញប្រជាជនខ្មែរទាំងអស់សុទ្ធតែគោរពកោតសរសើរចងចាំនិងប្រើប្រាស់ស្នាមព្រះហស្ថដ៏ថ្លៃថ្លារបស់លោករហូតដល់សពថ្ងៃនេះបាទព្រះពីរដងតោះបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាអញ្ចឹងលោកគ្រូបានអានហើយពាក្យមួយចំនួនបងប្អូនបានចេះឥឡូវយើងចាប់ផ្ដើមអានម្ដងទៀតឥឡូវលោកគ្រូចង្អុលបងប្អូនទាំងអស់គ្នាអានតោះចាប់ផ្ដើម1 2 3ពុទ្ធសករាជបាទពលយមឧណាឡោមសំស្ក្រឹតព្រះហស្ថធំវចនានុក្រមខ្មែរគម្ពីរព្រះត្រៃបិដកគណៈប្រតិភូទស្សនកិច្ចគ្រិស្តសករាជបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទអរគុណច្រើន
Chẳng ở con sầm là bọn bọn ở khía không ca sắc xa đến số từ lớn mê riêng âm nàn mùi này hay mùi tiết bọn bọn ở khía nợ đề ở tầm nế cứ bọn bọn an bọn năng lòng với đầu hai mà đầu tiết đầm bấy ở can tái cho bà chẳng bắn to là bao dương cứ bọn bọn ở khía cứ dương bàn cả lệ từ lơ mơ từ lơ bọn há dương cả lệ từ mơ rục hiệp đầm bấy bần chẹt từ lơ ca dù đang là bọn ồn lúc rút xông xua bần chẹt bắn to tiết tha ta bọnទាំងអស់គ្នាបានដឹងពីស្នាប្រហ័សឬក៏ស្នាដៃរបស់ព្រះអង្គហ្នឹងអ្វីខ្លះដែលមាននៅក្នុងដែលបងបានដឹងពីមុនមកដែលមិនទាន់បានរៀននេះថាបងបានគិតថាមានស្នាដៃអ្វីខ្លះបងអាចដឹងទេបើនៅក្នុងតាមសាលារបស់បងប្រហែលជាអាចមានរូបសំណាករបស់ទ្រង់ហើយគឺនៅតាមសាលាមួយចំនួនអាចមានណាបាទអ្វីដែលសំខាន់គឺទៅលើអក្សរខ្មែររបស់យើងគឺទ្រង់លោកបានចងក្រងគឺសភៅវចនានុក្រមខ្មែររបស់យើងបាទអរគុណច្រើនអញ្ចឹងដោយសារតែលោកទ្រង់គាត់បានលោកគាត់បានរៀនបួសតាំងពីអាយុប្រហែលឆ្នាំបាទនេះគឺ14ឆ្នាំ14ឆ្នាំគាត់ទៅបួសរហូតដល់ថ្ងៃដែលទ្រង់នឹងសុគតបាទសោយទីបង្គត់ណាទីបង្គត់បាទចឹងទ្រង់គឺមានស្រុកកំណើតនៅខេត្តណាបាទគឺខេត្តកំពង់ស្ពឺនេះនៅកំពង់ស្ពឺហើយគាត់បានរៀនសូត្រជាមួយលោកគ្រូសូត្រស្ដាមនៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលហើយគាត់លោកបានបួសនៅរាជធានីភ្នំពេញគឺនៅក្នុងវត្តឧណាឡោមរបស់យើងបាទអរគុណច្រើនអញ្ចឹងការងារបន្តរបស់បងប្អូនទាំងអស់គ្នាគឺបងប្អូនទាំងអស់គ្នាបើកសិភៅយើងទំព័រទី11បាទទំព័រទី11គេថាចូលស្រង់គុណនាមប្រក្រតីនិងគុណនាមកំណត់ពីក្នុងអត្ថបទដាក់ក្នុងតាមខ្ទង់ក្នុងតារាងខាងក្រោមឲ្យបានត្រឹមត្រូវអញ្ចឹងមានន័យថាអត្ថបទមួយនេះគឺបងប្អូនទាំងអស់គ្នាមើលតើមួយណាជាពាក្យដែលជាគុណនាមកំណត់ហើយពាក្យមួយណាខ្លះដែលជាគុណនាមប្រក្រតីហើយបងប្អូនអាចស្រង់វាមកឥឡូវបងអាចគិតជាមួយលោកគ្រូតែម្ដងថាតើពាក្យណាខ្លះដែលជាគុណនាមអញ្ចឹងនៅពេលហ្នឹងគឺពេលដែលថាជាគុណនាមយើងឆ្លើយថាតើជាគុណនាមអ្វីគឺយើងស្រង់ពាក្យហ្នឹងទៅដាក់នៅក្នុងកឡោនឬក៏តារាងគុណនាមតោះអរគុណច្រើនឥឡូវយើងមើលតើពាក្យណាខ្លះដែលជាគុណនាមមើលលើអត្ថបទរបស់យើងបាទពាក្យល្បីបាទអញ្ចឹងល្បីជាគុណនាមល្បីគឺបញ្ជាក់ឲ្យអ្វីកូនបាទល្បីគឺបញ្ជាក់ឲ្យឈ្មោះគឺនាមហ្នឹងគឺឈ្មោះនេះអញ្ចឹងវាល្បីគឺបញ្ជាក់ឲ្យឈ្មោះអញ្ចឹងល្បីជាគុណនាមតើវាជាគុណនាមអ្វីបាទគឺជាគុណនាមប្រក្រតីបាទគឺបញ្ជាក់លក្ខណៈធម្មតាទេតទៀតអញ្ចឹងល្បីមួយហើយមានអីទៀតអត់យើងមើលអស់មកបាទបាទនេះតទៀតលោកមានស្នាព្រះហស្ថធំស្នាព្រះហស្ថហ្នឹងគឺជានាមណាចឹងពាក្យធំជាគុណនាមតើវាជាគុណនាមអ្វីបាទជាគុណនាមប្រក្រតីចឹងគុណនាមប្រក្រតីមានពីរហើយធំបាទតទៀតមើលអស់មកមានអីតទៀតទេបាទជាមួយសកម្មភាពនេះបាទនេះជាគុណនាមហើយអញ្ចឹងពាក្យសកម្មភាពជានាមអញ្ចឹងមានន័យថាពាក្យនេះបញ្ជាក់ឲ្យជាសកម្មភាពអញ្ចឹងនេះគឺជាគុណនាមអញ្ចឹងនេះជាគុណនាមអ្វីកំណត់ឬក៏ប្រក្រតីបាទនេះគឺជាគុណនាមកំណត់បង្ហាញនៃការចង្អុលណាអញ្ចឹងយើងបាននេះគុណនាមកំណត់មួយហើយពាក្យនេះតទៀតបាទប្រជាជនខ្មែរទាំងមូលបាទទាំងមូលក៏ជា
គុណនាមដែរអញ្ចឹងគុណនាមទាំងមូលបញ្ជាក់ឲ្យប្រជាជនខ្មែរនាមប្រជាជនខ្មែរនេះអញ្ចឹងទាំងមូលជាគុណនាមបញ្ជាក់ឲ្យប្រជាជនខ្មែរអញ្ចឹងទាំងមូលជាគុណនាមប្រក្រតីបាទគុណនាមប្រក្រតីសម្ដេចសង្ឃរាជថ្នាក់ទី1បាទអញ្ចឹងគុណនាមបន្តទៀតគឺថ្នាក់ទី1ថ្នាក់ទី1សម្គាល់យ៉ាងម៉េចសម្គាល់ពីបាទលំដាប់ឬក៏ថ្នាក់ទីអញ្ចឹងវាជាគុណនាមគឺជាគុណនាមកំណត់បាទថ្នាក់ទី1ជាគុណនាមកំណត់បណ្ឌិតអក្សរសាស្ត្រខ្មែរទី1បាទអក្សរសាស្ត្រនេះគឺជាគុណនាមជានាមដែរអញ្ចឹងទី1គឺជាគុណនាមកំណត់ដូចគ្នាដែលបញ្ជាក់ឲ្យអំពីអក្សរសាស្ត្របាទតទៀតបាទជនមាយុ86ព្រះវស្សាក៏ជាគុណនាមដែរ86នេះក៏ជាគុណនាមដែរគឺមានន័យថាប្រាប់ពីចំនួនណានេះព្រះជនមាយុ86អញ្ចឹង86គឺជាគុណនាមកំណត់បាទតទៀតបាទទាំងអស់ក៏ជាគុណនាមដែរដែលបញ្ជាក់ឲ្យប្រជាជនខ្មែរអញ្ចឹងទាំងអស់គឺជាគុណនាមកំណត់បាទថ្លៃថ្លាមួយទៀតថ្លៃថ្លាក៏ជាគុណនាមដែរបាទជាគុណនាមកំណត់ដែលសំទោសជាគុណនាមប្រក្រតីដែលបញ្ជាក់ឲ្យពីស្នាព្រះហស្ថបាទស្នាព្រះហស្ថអរគុណច្រើនបងប្អូនអរគ្នាលោកគ្រូសង្ឃឹមថាបងប្អូនអរគ្នានឹងបានយល់ច្បាស់អំពីប្រភេទគុណនាមទាំងពីរអញ្ចឹងលោកគ្រូបញ្ចប់មេរៀនតែមិនចប់គឺលោកគ្រូមានកិច្ចការផ្ទះឲ្យបងប្អូនអរគ្នាធ្វើតោះបងប្អូនអាចយកសៀវភៅកិច្ចការផ្ទះមកកត់មកបាទកិច្ចការផ្ទះរបស់យើងគឺលោកគ្រូឲ្យយើងទៅរកពន្យល់ពាក្យបាទកិច្ចការផ្ទះចូលពន្យល់នៃពាក្យខាងក្រោមគឺអក្សរសាស្ត្រព្រះត្រៃបិដកនិមន្តម្ដងទៀតចូលពន្យល់នៃពាក្យខាងក្រោមអក្សរសាស្ត្រព្រះត្រៃបិដកនិមន្តអញ្ចឹងដើម្បីរកពន្យល់ពាក្យពន្យល់នៃវាបានគឺបងប្អូនអរគ្នាអាចរកនៅក្នុងវចនានុក្រមខ្មែរឬក៏សត្យានុក្រមនៅក្នុងសៀវភៅភាសាគោលរបស់យើងនៅផ្នែកខាងក្រោយអញ្ចឹងលោកគ្រូសង្ឃឹមថាបងប្អូនអរគ្នានឹងបានធ្វើដូច្នេះលោកគ្រូមេរៀនរបស់លោកគ្រូនៅក្នុងថ្ងៃនេះគឺមេរៀនភាសាខ្មែរថ្នាក់ទី5ទំព័រទី10 11មេរៀនទី1វីរៈជនឆ្នើមអំណានសម្ដេចព្រះសង្ឃរាជជួនណាតនៅពេលនេះលោកគ្រូសូមបញ្ចប់តែប៉ុណ្ណឹងហើយមុននឹងបញ្ចប់គឺលោកគ្រូសូមផ្ដាំផ្ញើឲ្យបងប្អូនអរគ្នាកុំភ្លេចធ្វើនៅកិច្ចការផ្ទះដែលលោកគ្រូដាក់ឲ្យហើយមួយទៀតគឺកិច្ចការផ្ទះរបស់បងប្អូនគឺបងប្អូនអរគ្នាជួយការងារឪពុកម្ដាយរបស់យើងហើយអ្វីដែលសំខាន់គឺលោកគ្រូអ្នកគ្រូនៅតាមថ្នាក់របស់បងប្អូននៅតាមសាលារបស់បងប្អូនគឺនឹងមានសញ្ញាកិច្ចការឲ្យបងប្អូនធ្វើដូច្នេះក៏បងប្អូនអរគ្នាកុំភ្លេចធ្វើសញ្ញាកិច្ចការនោះដោយយកចិត្តទុកដាក់បាទហើយជាចុងក្រោយគឺបងប្អូនកុំភ្លេចធ្វើអនាម័យជាប្រចាំដោយការលាងសម្អាតដៃជាមួយនឹងសាប៊ូអាល់កុលឬក៏ជែលលាងដៃដើម្បីកម្ចាត់អំពីមេរោគផ្សេងពិសេសគឺមេរោគ COVID-19 ហើយនឹងកុំភ្លេចពាក់ម៉ាស់នៅពេលដែលបងប្អូនអរគ្នាចេញទៅក្រៅបាទអរគុណច្រើនហើយបងប្អូនអាចតាមដានការបង្រៀនរបស់លោកគ្រូអ្នកគ្រូគ្រប់កម្រិតថ្នាក់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី12តាមរយៈបណ្ដាញសង្គមដែលមានដូចជាទូរទស្សន៍តតក2សំទោសតាមរយៈបណ្ដាញសង្គមដែលមានដូចជា Facebook របស់ក្រសួងអប់រំយុវជននិងកីឡា Page គ្រូ Cambodia YouTube របស់ក្រសួងអប់រំនិងតាមរយៈទូរទស្សន៍តតក2ទូរទស្សន៍ Wiki TV និងទូរទស្សន៍ប៉ុស្តិ៍ខ្សែកាបជាច្រើនទៀតដូច្នេះការបង្រៀនរបស់លោកគ្រូសូមចប់តែប៉ុណ្ណេះបាទសូមអរគុណ